សកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងបានមានប្រសាសន៍ថាវិរៈនារីនឹងកើតចេញពីខេត្តបាត់ដំបងខណៈដែលនិស្សិតនារីគឺបានរៀនផ្នែកសំណង់ស្ថាបត្យកម្មអគ្គិសនីអេឡិចត្រូនិករ៉ូបូតមានចំនួនច្រើនជាងបរិបទព័ត៌មានលម្អិតនោះអ្នកស្រីសុគន្ធធីវីនឹងជម្រាបជូនសាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបងឯកឧត្តមសុខុនបានថ្លែងថារហូតដល់នឹងពេលនេះនិស្សិតនារីដែលបានរៀនផ្នែកសំណង់ស្ថាបត្យកម្មអគ្គិសនីអេឡិចត្រូនិករ៉ូបូតច្រើនជាងបុរសតាមរយៈនេះឯកឧត្តមបានគិតថាការរៀនផ្នែកនេះរបស់និស្សិតនារីបានច្រើននិងអាចវិរៈនារីចេញពីខេត្តបាត់ដំបងឈានមុខគេការថ្លែងបែបនេះក្នុងពិធីចុះអនុសារណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យជាតិបាត់ដំបងជាមួយក្រុមហ៊ុន Decoration Eco ដែលជាក្រុមហ៊ុនមានជំនាញខាងគូប្លង់និងរចនាម៉ូដសំណង់អគារផ្នែកខាងក្នុងនៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីលើកកម្ពស់គុណភាពនៃការសិក្សារបស់និស្សិតទាំងទ្រឹស្ដីត្រូវផ្សារភ្ជាប់ជាមួយការអនុវត្តជាក់ស្ដែងដែលបានធ្វើឡើងនារសៀលថ្ងៃទី25ខែមីនាឆ្នាំ2025នៅសាកលវិទ្យាល័យជាតិបាត់ដំបងឯកឧត្តមសុខុនបានបញ្ជាក់ថានៅសាកលវិទ្យាល័យជាតិបាត់ដំបងនិស្សិតនារីមានច្រើនជាងបុរសគឺចំនួន 65% នៃចំនួនសរុបទាំងអស់ហើយអ្វីដែលចម្លែកទៀតនោះគឺនិស្សិតនារីបានចាប់យករៀនផ្នែកសំណង់ស្ថាបត្យកម្មអគ្គិសនីអេឡិចត្រូនិករ៉ូបូតច្រើនជាងបុរសឯកឧត្តមសង្ឃឹមថាក្រោយពីការចុះអនុសារណៈនៃការយោគយល់គ្នានេះយើងនឹងមានព្រឹត្តិការណ៍ជាបន្តបន្ទាប់មិនមែនមានន័យថាយើងចុះអនុសារណៈនៃការយោគយល់គ្នាហើយជាប់នោះទេកិច្ចការដែលត្រូវធ្វើជាមួយគ្នាបានយ៉ាងសស្រាក់សស្រាំនិងសកម្មថែមទៀតហើយយកផលប្រយោជន៍សម្រាប់និស្សិតអ្នកបន្តវេនចំនួនក្រោយរបស់យើងឲ្យមានឱកាសដើម្បីបញ្ចេញនៅស្នាដៃបញ្ចេញនៅសកម្មភាពជាក់ស្ដែងនៅក្នុងទីលានជាជាងការរៀននៅក្នុងថ្នាក់រៀនហើយយើងនឹងខិតខំធ្វើការនៅក្នុងគម្រោងស្រាវជ្រាវរួមគ្នាលើការរៀបចំគូប្លង់និងរចនាម៉ូដសំណង់អគារផ្នែកខាងក្នុងដែលការធ្វើនេះដើម្បីឲ្យការរៀនសូត្ររបស់និស្សិតកាន់តែរឹងមាំថែមទៀតឯកឧត្តមសុខុនបានបង្ហាញថាតទៅអនាគតស្ថាបត្យករយើងនឹងមានភាពល្បីល្បាញបន្ទាប់ពីយើងមានការចុះអនុសារណៈយោគយល់គ្នាជាមួយផ្នែកស្ថាបត្យកម្មក៏ដូចជាបានចាប់ដៃគូជាមួយក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងគណៈវិស្វកម្មស្ថាបត្យកម្មកម្ពុជាបានយ៉ាងជិតស្និទ្ធដែលនឹងធ្វើឲ្យគេស្គាល់សាកលវិទ្យាល័យជាតិបាត់ដំបងយ៉ាងច្បាស់បច្ចុប្បន្នបានទទួលមូលនិធិចំនួន$6,000,000សហរដ្ឋអាមេរិកពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងដែនដីនគររូបនីយកម្មនិងសំណង់ដែលកំពុងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការលក់ទិញផ្ទះបុរីជាដើមនេះគឺជាផ្នែកមួយទៀតដែលសាកលវិទ្យាល័យមិនត្រឹមតែបង្រៀនសិស្សនៅខាងក្នុងសាកលវិទ្យាល័យប៉ុណ្ណោះទេប៉ុន្តែយើងរឹងមាំផ្នែកស្រាវជ្រាវផងដែរផ្នែកនេះកំពុងបោះជំហានយ៉ាងស្វាហាប់គឺផ្នែកកសិកម្មផ្នែកវិទ្យាសាស្ត្រផ្នែកអប់រំនិងការបោះពុម្ពផ្សាយជាអន្តរជាតិថែមទៀតផងឯកឧត្តមសុខុនបានរំលឹកឲ្យដឹងថាកាលពីឆ្នាំ1968សាកលវិទ្យាល័យនេះមានឈ្មោះថាសាកលវិទ្យាល័យភូមិន្ទបាត់ដំបងដែលបង្កើតឡើងដោយស្នាព្រះហស្ថរបស់អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្រោយសង្គ្រាមស៊ីវិលខ្ទេចខ្ទាំអស់សាកលវិទ្យាល័យនេះត្រូវបានយកជាកន្លែងសម្រាប់ជាការប្រជុំគណៈកម្មាភិបាលរបស់ខ្មែរក្រហមនៅឆ្នាំ2007សម្ដេចក្រឡាហោមសខេងនៅពេលនោះជាអតីតឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបងបានគិតគូរសម្រាប់ឧត្តមសិក្សានៅតំបន់ពីយប់ដែលមិនទាន់មានទៅសម្ដេចបានគៀងគរនៅធនធានពីសប្បុរសជននានារៀបចំអង្គការសាកលវិទ្យាល័យនេះឡើងដោយបានសាងសង់អគារនៅសាកលវិទ្យាល័យជាតិបាត់ដំបងដើម្បីបណ្ដុះនៅមូលធនមនុស្សរបស់កម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត។